ta rồi dạy pe phần man từ từ tay rồi mình ấy bạn đăng bật cắt từ tay phần man đong bạn đăng chụp bát hơi tay môi na này là tập phò tay nó cứ bạn lọt chừng kỳ các từ tay rồi mình ấy cứ miền tràn chùm rực đôi chia các từ tay tam rồi dạy xa được thiệt riêng được nong rồi ôm mót các từ tay là ha tam rồi dạy chiêm chuột trong riếm các từ tay tam rồi dạy các bồn chiêm trên pì từ sài vén nâng các từ tay tam rồi dạy chiêm chuột cành trường chuột bùa tiệt rụt ta rồi dạy pe phần man cào rồi chôm từ tay đăng chụp bátการធ្វើតេស្តរកមេរោគណាមួយដឹងពេលណានោះគឺវាអាស្រ័យទៅលើរយៈពេលចំហដែលភាសាអង់គ្លេសហៅថា window period window period គឺរយៈពេលចាប់ពីថ្ងៃដែលបានឆ្លងមេរោគចូលឬក៏ថ្ងៃប្រឈមរហូតដល់ថ្ងៃដែលអាចធ្វើតេស្តដឹងពិតប្រាកដការធ្វើតេស្តនៅក្នុងរយៈពេលចំហនៅក្នុង window period លទ្ធផលតេស្តគឺមិនអាចយកទៅការបានទេតើការធ្វើតេស្តរកមេរោគ AIDS មានរយៈពេលចំហ window period ប៉ុន្មានថ្ងៃរយៈពេលចំហយូរឬឆាប់ប៉ុណ្ណានោះគឺវាអាស្រ័យទៅលើប្រភេទតេស្តដែលគេយកមកប្រើប្រព័ន្ធភាពស៊ាំរបស់បុគ្គលដែលប្រឈមខ្លាំងឬខ្សោយប៉ុណ្ណានិងបរិមាណមេរោគអេដដែលបានឆ្លងចូលតេស្តចំនួនក្រោយតេស្តចេញថ្មីមានរយៈពេលចំហខ្លីជាងដូច្នេះការធ្វើតេស្តបានដឹងលឿនជាងតេស្តសេរីមុនមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយការផលិតបញ្ចេញអង់ទីកប្រឆាំងមេរោគអេដដែលបានឆ្លងចូលប្រើពេលយូរជាងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្លាំងអង់ទីកជាអ្វីជាប្រូតេអ៊ីនដែលផលិតដោយកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្លាំងឆាប់ដឹងពីមេរោគដែលបានឆ្លងចូលការផលិតបញ្ចេញអង់ទីកប្រឆាំងនឹងមេរោគនោះបានលឿននិងបរិមាណច្រើនការធ្វើតេស្តក៏ឆាប់បានដឹងដែរបរិមាណមេរោគអេដដែលបានឆ្លងចូលច្រើនការធ្វើតេស្តរកមើលមេរោគអេដគឺឆាប់បានឃើញមេរោគឆ្លងចូលច្រើនប្រព័ន្ធភាពស៊ាំឆាប់ចាប់បានមេរោគឆាប់ផលិតបញ្ចេញអង់ទីកប្រឆាំងមេរោគអេដបានលឿនការធ្វើតេស្តក៏ឆាប់បានដឹងពិតប្រាកដដែរការធ្វើតេស្តរកមេរោគអេដនាពេលបច្ចុប្បន្ននេះគឺមាន5ប្រភេទប្រភេទទី1គឺជាការធ្វើតេស្តរកអង់ទីកប្រឆាំងនឹងមេរោគអេដនៅក្នុងសារធាតុរាវក្នុងមាត់តែប្រភេទនេះគឺអតិថិជនអាចធ្វើតេស្តដោយខ្លួនឯងបានតេស្តនេះគឺមានរយៈពេលចំហ window period ចាប់ពី23ថ្ងៃទៅ90ថ្ងៃនេះបើយោងទៅតាម USCDC បានន័យថាបុគ្គលខ្លះអាចធ្វើតេស្តដឹងចាប់ពី23ថ្ងៃឡើងទៅបុគ្គលមួយចំនួនទៀតទាល់តែចាប់ពី90ថ្ងៃឡើងទៅក្រោយប្រឈមទៅធ្វើតេស្តដឹងដូច្នេះបើតេស្តនៅថ្ងៃទី23លទ្ធផលតេស្តអវិជ្ជមានគួរតែនៅថ្ងៃទី90ធ្វើតេស្តម្ដងទៀតទើបប្រកាសប្រជាបើលទ្ធផលតេស្តឃើញក្រហម2ឆ្នោតសូមប្រញាប់មកមន្ទីរពេទ្យដើម្បីធ្វើតេស្តបញ្ជាក់ឲ្យបានច្បាស់លាស់តេស្តប្រភេទទី2គឺការធ្វើតេស្តរហ័សតាមរយៈឈាមជួសជុំរាមឬយើងហៅថាតេស្តភ្លោះពីព្រោះតេស្តនេះគឺតេស្តរកមើលអង់ទីកប្រឆាំងនឹងមេរោគអេដផងនិងរកអង់ទីកប្រឆាំងនឹងមេរោគស្វាយផងដែរតែប្រភេទនេះគឺមានរយៈពេលចំហចាប់ពី23ថ្ងៃទៅ90ថ្ងៃយោងតាម USCDC បានន័យថាបុគ្គលខ្លះអាចធ្វើតេស្តដឹងចាប់ពី23ថ្ងៃឡើងទៅបុគ្គលខ្លះទៀតទាល់តែចាប់ពី90ថ្ងៃឡើងទៅក្រោយប្រឈមដូច្នេះបើនៅថ្ងៃទី23លទ្ធផលតេស្តអវិជ្ជមានគួរតែតេស្តម្ដងទៀតនៅថ្ងៃទី90ទើបប្រកាសប្រជាហើយបើលទ្ធផលឃើញក្រហម2ឆ្នោតឬក្រហម3ឆ្នោតសូមប្រញាប់មកមន្ទីរពេទ្យដើម្បីធ្វើតេស្តបញ្ជាក់ឲ្យបានច្បាស់លាស់តេស្តប្រភេទទី3គឺការធ្វើតេស្តរហ័សតាមរយៈឈាមជួសជុំរាមប្រើតេស្តចំនួនទី4តេស្តនេះគឺអាចរកអង់ទីសែន P24 របស់មេរោគអេដនិងរកអង់ទីកប្រឆាំងនឹងមេរោគអេដតេស្តនេះគឺមានរយៈពេលចំហ window period ចាប់ពី18ថ្ងៃទៅ90ថ្ងៃក្រោយប្រឈមយោងតាម USCDC បានន័យថាបុគ្គលខ្លះអាចតេស្តដឹងចាប់ពី18ថ្ងៃឡើងទៅបុគ្គលខ្លះទៀតតតែ90ថ្ងៃឡើងទៅទើបតេស្តដឹងដូច្នេះបើលទ្ធផលតេស្តនៅថ្ងៃទី18អវិជ្ជមានគួរតែធ្វើម្ដងទៀតនៅថ្ងៃទី90ក្រោយប្រឈមទើបប្រកាសប្រជាហើយបើធ្វើតេស្តទៅលទ្ធផលតេស្តឃើញមានក្រហម2ឆ្នោតឬក៏ឆ្នោតក្រហម3ឆ្នោតសូមប្រញាប់មកមន្ទីរពេទ្យដើម្បីធ្វើតេស្តបញ្ជាក់ឲ្យបានច្បាស់លាស់តេស្តប្រភេទទី4គឺជាការធ្វើតេស្តដោយបូមឈាមតាមសរសៃវ៉ែនតេស្តរកអង់ទីសែន P24 របស់មេរោគអេដនិងតេស្តរកអង់ទីកប្រឆាំងនឹងមេរោគអេដតេស្តនេះគឺត្រូវធ្វើនៅក្នុងមន្ទីរពិសោធន៍ហើយមានរយៈពេលចំហ window period ចាប់ពី18ថ្ងៃទៅ45ថ្ងៃក្រោយប្រឈមយោងតាម USCDC បានន័យថាបុគ្គលខ្លះអាចធ្វើតេស្តដឹងចាប់ពី18ថ្ងៃឡើងទៅបុគ្គលខ្លះទៀតតតែ45ថ្ងៃឡើងទៅក្រោយប្រឈមទើបធ្វើតេស្តដឹងប្រកបដូច្នេះបើនៅថ្ងៃទី18ធ្វើតេស្តទៅលទ្ធផលតេស្តអវិជ្ជមានគួរតែតេស្តម្ដងទៀតនៅថ្ងៃទី45ក្រោយប្រឈមបើតេស្តទៅលទ្ធផលវិជ្ជមានសូមប្រញាប់មកមន្ទីរពេទ្យធ្វើតេស្តបញ្ជាក់ដើម្បីឲ្យពិតប្រាកដហើយបើតេស្តទៅអវិជ្ជមានសូមផ្លាស់ប្ដូរអេរិយាប័ត្រនៃការរួមភេទតេស្តប្រភេទទី5គឺណាត់តេស្តប្រភេទនេះគឺតេស្តរកមើលមេរោគអេដផ្ទាល់តែម្ដងតេស្តនេះគឺមានរយៈពេលចំហ window period ចាប់ពី10ទៅ33ថ្ងៃក្រោយប្រឈមនេះបើយោងទៅតាម USCDC បានន័យថាបុគ្គលខ្លះអាចធ្វើតេស្តដឹងចាប់ពី10ថ្ងៃឡើងទៅបុគ្គលមួយចំនួនទៀតតតែចាប់ពី33ថ្ងៃឡើងទៅក្រោយប្រឈមទើបមើលមេរោគទៅឃើញដូច្នេះបើថ្ងៃទី10លទ្ធផលតេស្តអវិជ្ជមានគួរតែនៅថ្ងៃទី33ធ្វើតេស្តម្ដងទៀតដើម្បីឲ្យប្រកាសប្រជាចំពោះបុគ្គលដែលប្រើប្រាស់វិធីសាស្ត្របង្ការកុំឲ្យឆ្លងមេរោគអេដក្រោយប្រឈមឬក៏មុនប្រឈមដែលយើងហៅថាប្រាប់ឬក៏ប៉ាប់នោះគឺមានរយៈពេលចំហ window period ហ្នឹងយូរជាងវែងជាងអ្នកដែលអត់ប្រើហើយនៅពេលបច្ចុប្បន្ននេះគឺមិនទាន់មានតេស្តរកមេរោគអេដណាដែលអាចធ្វើបានដឹងមុន10ថ្ងៃនោះទេក្រោយប្រឈម
សូមឈប់ព្រួយបារម្ភឈប់រស់នៅក្នុងការសង្ស័យសូមក្លាហានឡើងទៅធ្វើតេស្តរោគមេរោគអេដបើលទ្ធផលតេស្តអវិជ្ជមានគឺមិនមានផ្ទុកមេរោគអេដបានសប្បាយចិត្តអស់កង្វល់ប៉ុន្តែបើលទ្ធផលតេស្តវិជ្ជមានមានន័យថាអ្នកមានផ្ទុកមេរោគអេដតែសូមកុំបារម្ភអ្នកនឹងទទួលបានការព្យាបាលភ្លាមទាន់ពេលវេលាដោយឱសថប្រឆាំងនឹងមេរោគអេដដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ក្រាបបន្ទុកមេរោគអេដបានយ៉ាងឆាប់រហ័សលោកគ្រូរងចាំជួយអ្នកដែលមានផ្ទុកមេរោគអេដព្យាបាលទាន់ពេលរួមជាមួយនឹងការលេបថ្នាំបានត្រឹមត្រូវទៀងទាត់ជាប់លាប់ផងនោះនឹងធ្វើឲ្យសុខភាពនៅតែល្អដដែលមិនធ្លាក់ខ្លួនឈឺដោយសារជំងឺកាសនិយមដោយសារមេរោគអេដឡើយបងប្អូននៅតែអាចធ្វើការប្រកបរបរចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារបានដូចធម្មតានិងអាចជួយទប់ស្កាត់ការចម្លងមេរោគអេដទៅដៃគូបានទៀតផងការធ្វើតេស្តរោគមេរោគអេដគឺជួយសង្គ្រោះជីវិតអ្នកនិងជួយទប់ស្កាត់ការចម្លងមេរោគអេដទៅដៃគូរបស់អ្នកកុំរងចាំដល់ថ្ងៃធ្លាក់ខ្លួនឈឺគេអាចដឹងថាអ្នកមានផ្ទុកមេរោគអេដប្រញាប់ធ្វើតេស្តព្យាបាលទាន់ពេលសុខភាពរបស់អ្នកនៅតែល្អដដែលការធ្វើតេស្តរោគមេរោគអេដគឺដោយស្ម័គ្រចិត្តនិងរក្សាការសម្ងាត់